នឹងក្តៅមែនតែនហើយក្រោយពេលដែលលោកហេងវាងអះអាងថាលោកបាននាំមន្ត្រីការទូតចិនបាទទៅត្រួតពិនិត្យនៅថ្មដាពាក់ព័ន្ធជាមួយនឹងសន្តាគាររបស់លោកគឺត្រូវបានថៃគ្រប់គ្រងដោយខុសច្បាប់និងមិនត្រឹមតែប៉ុណ្ណោះចូលទន្ទ្រាននឹងលួចទ្រព្យសម្បត្តិរបស់លោកហេងវាងពាក់ព័ន្ធជាមួយនឹងសន្តាគារហេងវាងនេះកំពុងតែក្តៅគគុកបែកជាមេតបថៃម្នាក់បានលើកឡើងថាករណីរឿងមន្ត្រីទូតចិនទៅឬក៏អ្នកណាទៅនោះគឺវាមិនជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលចិនទាំងមូលនោះទេបងប្អូនជាទីគោរពរាប់អានរឿងនៅព្រំដែនថ្មដាវាជារឿងមួយក្តៅគគុកសាជាថ្មីម្ដងទៀតក្រោយពេលដែលម្ចាស់សន្តាគារហេងវាងបង្ហាញនៅការមិនពេញចិត្តក្រោយពេលដែលថៃលួចយកទ្រព្យសម្បត្តិរបស់គាត់អស់រលីងសូម្បីតែទ្រព្យសម្បត្តិនៅក្នុងទូដែកអីវ៉ាន់នៅក្នុងទូដែកនិងរបស់របរផ្សេងយើងដឹងហើយថាកងទ័ពថៃគឺជាចោរចូលទៅកន្លែងណាគឺលួចយកទ្រព្យសម្បត្តិប្លន់យកទ្រព្យសម្បត្តិគេកន្លែងនោះសូម្បីតែស្គរប៊ីចេងនិងរបបប្រើប្រាស់ក៏លួចដែរករណីនេះបង្ហាញសបញ្ជាក់ឲ្យឃើញថាកងទ័ពថៃជាទ័ពគ្មានវិន័យជាទ័ពគ្មានច្បាប់ច្បាស់លាស់បញ្ហានេះផងដែរទោះបីជាមេទ័ពថៃលើកឡើងថាវាមិនមែនជាការពិតប៉ុន្តែទ័ពថៃនៅពេលដែលលួចឆក់ប្លន់ម្ដងតែងតែធ្វើវីដេអូផុសបាទជាសាធារណៈដើម្បីឌឺដងនិងបញ្ឈឺចិត្តមកកាន់ប្រជាពលរដ្ឋខ្មែរនិងបញ្ឈឺចិត្តមកកាន់កងទ័ពខ្មែរនិងបញ្ឈឺចិត្តម្ចាស់ទ្រព្យឲ្យឈឺចាប់ពាក់ព័ន្ធជាមួយនឹងបញ្ហានេះវីដេអូមានទាំងអស់បងប្អូនជាទីគោរពរាប់អានពាក់ព័ន្ធជាមួយនឹងកងដែលរងបាននៅការធ្វើបាបហើយកងទ័ពថៃបានចូលឈ្លានពាននិងប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរនិងក៏ដូចជារបស់ជនជាតិចិនជាដើមបញ្ហានេះផងដែរបានស្ទបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាទោះបីជាមេដឹកនាំរបស់ថៃទោះបីជាមេទ័ពរបស់ថៃខំអះអាងនិងបិទបាំងរាំងរាយយ៉ាងណាក៏ដោយប៉ុន្តែភាពពិតគឺมันអាចកលៃនិងក៏ដូចជាมันអាចបំផ្លាញបានឡើយវានៅតែជាការបង្ហាញការពិតពីព្រោះថាវីដេអូมันអាចលុបវិញបានឡើយពាក់ព័ន្ធជាមួយនឹងករណីកងទ័ពថៃបានចូលមកលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរនិងក៏ដូចជាអ្នកវិនិយោគជនជាតិចិនសូម្បីតែទូ ATM នៅធនាគារក៏ត្រូវបានបំផ្លាញនិងលួចយកលុយនៅក្នុងនោះដែរយើងដឹងហើយថាជាការឆ្លើយតបអំពីសំណាក់ថៃកើតមានឡើងក្រោយពេលដែលមានសេចក្តីរាយថាម្ចាស់សន្តាគារហេងហ្វាងគឺបាននាំមន្ត្រីទូតចិនប្រចាំកម្ពុជាទៅត្រួតពិនិត្យនៅតំបន់នោះទាមទារឲ្យប្រគល់អចលនទ្រព្យរបស់ជនជាតិចិនមកឲ្យរូបគេវិញយ៉ាងណាមិញលោកប្រាប់ថាលោកបានប្រមានថាវត្តមានរបស់មន្ត្រីទូតចិនមិនគួរត្រូវបានបកស្រាយថាជារដ្ឋាភិបាលគ្រប់គ្រងអះអាងលើទឹកដីនៃការវិនិយោគរបស់ជនជាតិចិននោះទេលោកថាការវិនិយោគិនគឺមានសិទ្ធិការពារនិងធ្វើការទាមទារក៏ប៉ុន្តែមាននរណាម្នាក់មានសិទ្ធិបន្លែងការចោទប្រកាន់ថាជារបស់ពិតហើយខុសគ្មាននរណាម្នាក់ផ្លាស់ប្ដូរព្រំដែនតាមរយៈការបង្ហោះលើបណ្ដាញសង្គមបានឡើយយ៉ាងណាមិញម្ចាស់សន្តាគារលោកហេងវាងធ្លាប់អះអាងកាលពីខែកុម្ភៈថាកងទ័ពថៃគឺបានពាត់យកសន្តាគាររបស់លោកនិងដោយលោកបន្លានិងបន្ទាប់ពីលោកនិងបុគ្គលិកភៀសខ្លួននិងចាញ់អំឡុងពេលដែលមានការប្រយុទ្ធគ្នាកាលពីខែធ្នូឆ្នាំ2025លោកអះអាងថានៅពេលដែលវិលត្រឡប់ទៅត្រួតពិនិត្យនៅទីតាំងក្រោយពេលដែលបត់ឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូនៅក្នុងនោះកុំព្យូទ័រទូរទស្សន៍ទូទឹកកកនិងគ្រឿងមានតម្លៃនៅក្នុងទូដែកគឺត្រូវបានគេលួចអស់រលីងនិងបានហៅថានេះគឺជាអំពើប្លន់ភាគីថៃក៏បានបដិសេធចំពោះករណីនេះនិងបានធ្វើឲ្យមានសំណួរជាច្រើននិងបញ្ហាចំនួនកម្មសិទ្ធិឯកជននេះថាតើទីតាំងយោធាដែលកើតមានឡើងក្រោយពេលដែលការប្រយុទ្ធនឹងចាត់ទុកជាស្ថានភាពព្រំដែនស្របច្បាប់ដែរឬទេខណៈដែលព្រំដែនអន្តរជាតិគឺត្រូវបានថែរក្សាដោយច្បាប់អន្តរជាតិនិងមិនត្រូវបានផ្លាស់ប្ដូរដោយកងទ័ពឬមួយក៏ដោយបុគ្គលនោះផងដែរយ៉ាងណាមិញលោកប្រផាការហាងថាកងទ័ពថៃសរុបទៅគឺនៅមុខពេលដែលចាប់ផ្ដើមបត់ឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025លោកនឹងក៏កំពុងតែរក្សាទីតាំងនិងតាមអ្វីដែលអាជ្ញាធរថៃហៅថាខ្សែទីតាំងឈរជើងកងទ័ពលោកថាចំហរបស់យោធាថៃក៏ច្បាស់ដូចគ្នាយើងគឺមិនបានរុលទៅមុខទេយើងក៏កំពុងរក្សាទីតាំងរបស់យើងស្របទៅតាមកិច្ចព្រមព្រៀងទោះបីជាយ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបែងចែកយ៉ាងច្បាស់រវាងទីតាំងកងទ័ពឈរជើងបណ្ដោះអាសន្ននិងព្រំដែនអន្តរជាតិចំណុចទី2ជំរងចម្រាស់ឲ្យភាគីទាំងពីររក្សានៅទីតាំងឈរជើងរបស់កងទ័ពបច្ចុប្បន្ន
ដោយគ្មានការចល័តបន្ថែមខណៈដែលចំណុចទី3បញ្ជាក់ថាការរៀបចំទាំងអស់ក្រោមសេចក្តីថ្លែងការណ៍រួមគឺដោយមិនធ្វើឲ្យប៉ះពាល់ដល់ការកំណត់ខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរបស់ប្រទេសទាំងពីរនោះទេពាក់ព័ន្ធជាមួយនឹងចំណែកចំណុចទី4និងក៏ដូចជាផ្នែកទី1ស្តីអំពីវិធានការបន្ធូរបន្ថយភាពតានតឹងយ៉ាងណាមិញគឺក៏បានកំណត់កាតព្វកិច្ចឲ្យភាគីទាំងពីរនិងអនុញ្ញាតឲ្យប្រជាជននៅក្នុងតំបន់ដែលរស់នៅនិងរងនូវផលប៉ះពាល់ទៅផ្ទះរបស់ពួកគេវិញចំណុចនេះបានចែងថាភាគីទាំងពីរគឺឯកភាពនិងអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅតំបន់ដែលរងនូវផលប៉ះពាល់វិលត្រឡប់ទៅផ្ទះវិញនិងក៏ដូចជាប្រកបរបរចិញ្ចឹមជីវិតប្រកបដោយភាពជាធម្មតារបស់ភាគីរៀងៗខ្លួននិងឲ្យបានឆាប់បំផុតដោយគ្មានការរារាំងនិងប្រកបដោយសុវត្ថិភាពសេចក្តីថ្លៃថ្នូរដូច្នេះយោងទៅតាមសេចក្តីថ្លែងការណ៍រួមនឹងក៏ដូចជាការបង្កការចល័តកងទ័ពនៅក្នុងអំឡុងពេលបន្ធូរបន្ថយភាពតានតឹងប៉ុន្តែមិនត្រូវបានកំណត់នៅទីតាំងដែលបានឈរជើងនៅក្នុងថ្ងៃទី27ខែធ្នូគឺជាព្រំដែនអន្តរជាតិថ្មីគួរឲ្យកត់សម្គាល់ផងដែរថាយ៉ាងណាមិញភាគីថៃគឺបានប្រើប្រាស់ពាក្យបន្តបន្ទាប់មិនមាននៅក្នុងអត្ថបទនៃសេចក្តីថ្លែងការណ៍រួមដែលបានធ្វើការផ្សព្វផ្សាយនោះទេឯកសារនេះគឺត្រូវបានប្រើប្រាស់ពាក្យរក្សាទីតាំងឈរជើងរបស់កងទ័ពបច្ចុប្បន្នដោយគ្មានការចល័តបន្ថែមនេះគឺជាចំណុចជំហររបស់កម្ពុជានិងជាការបង្កើតនៅទីតាំងកងទ័ពដើម្បីបញ្ឈប់ការប្រយុទ្ធគឺមិនមានន័យថាគឺអធិបតេយ្យភាពលើដីដែលកងទ័ពទាំងអស់នោះឈរជើងត្រូវបានផ្ទេរនោះទេកម្ពុជាបានតវ៉ាចំពោះទីតាំងថ្មដាជាបន្តបន្ទាប់កម្ពុជាបានធ្វើការតវ៉ានិងបន្តបន្ទាប់ចំពោះវត្តមានកងទ័ពថៃនៅតំបន់ថ្មដាយ៉ាងណាមិញក្រសួងការបរទេសក៏បានឲ្យដឹងកាលពីថ្ងៃទី17ខែមិថុនាតែកងទ័ពថៃបានដោតនិងលើកទង់ជាតិរបស់ថៃនៅក្នុងទឹកដីជុំវិញច្រកព្រំដែនអន្តរជាតិថ្មដានៅក្នុងខែកក្កដាអាជ្ញាធរកម្ពុជាក៏បានរាយការណ៍ថាកងទ័ពថៃនឹងក៏បានដាក់ទូកុងតឺន័រលួចបន្លានិងក៏ដូចជាជាតិថៃនៅតែបន្តដាក់ថ្មដានៅក្នុងនោះផងដែរអាជ្ញាធរខេត្តពោធិ៍សាត់ក៏បានឲ្យដឹងទៀតថាកងទ័ពថៃបានរក្សាកុងតឺន័រនិងលួចបន្លាជុំវិញបង្គោលលេខ56ចាប់តាំងពីដើមខែមករានិងដោយកាន់កាប់លើដីប្រមាណជា70ហិកតាដែលកម្ពុជាអះអាងថាជាទឹកដីរបស់កម្ពុជានិងក៏ដូចជាប៉ះពាល់ដល់ផ្ទះសម្បែងដីកសិកម្មនិងអាជីវកម្មរបស់ប្រជាពលរដ្ឋយ៉ាងណាមិញកម្ពុជាបានចាត់ទុកសកម្មភាពទាំងអស់នេះគឺជាការបង្កើននូវស្ថានភាពជាក់ស្ដែងថ្មីនៅលើទីតាំងចាស់និងដើម្បីគ្រប់គ្រងដល់ការទាមទារទឹកដីឲ្យប្រកាសថាគឺកម្ពុជានឹងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគីតាមរយៈការប្រើប្រាស់កម្លាំងឡើយកាលពីថ្ងៃទី3ខែមករាឆ្នាំ2025លោកច័ន្ទរតនាអ្នកនាំពាក្យទីស្តីការក្រសួងការបរទេសក៏បានចោទប្រកាន់កងទ័ពថៃប្រើប្រាស់កម្លាំងនិងចូលមកកាន់កាប់នៅតំបន់មួយចំនួនរបស់កម្ពុជាចាត់ទុកថាទឹកដីរបស់ខ្លួនច្បាស់ណាស់នៅក្នុងខេត្តបន្ទាយមានជ័យពោធិ៍សាត់ព្រះវិហារឧត្តរមានជ័យនៅក្នុងនោះគឺមានទាំងច្រកព្រំដែនអន្តរជាតិថ្មដាផងដែរបងប្អូនជាទីគោរពរាប់អានដូច្នេះបងប្អូនត្រូវជ្រាបថាទោះបីជាថៃបានដាក់ទូកុងតឺន័រឬក៏ដាក់បន្លាលួសប៉ុន្តែទូកុងតឺន័រនិងបន្លាលួសវាគ្រាន់តែជាអាចធ្វើរបងបានប៉ុន្តែมันអាចកំណត់ខ្សែបន្ទាត់ព្រំដែនបាននោះទេហើយខ្សែបន្ទាត់ព្រំដែនទាំងអស់ក៏มันអាចកំណត់ដោយកងទ័ពបានដែរខ្សែបន្ទាត់ព្រំដែនទាំងអស់អាចកំណត់បានលួតែប្រើប្រាស់នៅយន្តការច្បាប់អន្តរជាតិនិងក៏ដូចជាប្រើប្រាស់បាននៅផែនទីខ្នាត1លើ200,000ដែលទទួលស្គាល់ដោយបារាំងសៀមនៅក្នុងនោះមានទាំងអនុសញ្ញានិងសន្ធិសញ្ញាផ្សេងៗដែលធ្លាប់ធ្វើជាមួយនឹងបារាំងសៀមបញ្ហានេះផងដែរទោះបីនៅក្នុងពេលបច្ចុប្បន្ននេះថៃបានឈរជើងនៅក្នុងទឹកដីកម្ពុជាខំធ្វើសកម្មភាពដោយជាចែកដីឲ្យប្រជាជនខ្លួនធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីធ្វើលែនដ្ឋាននៅក្នុងដីកម្ពុជាប៉ុន្តែគឺគ្រាន់តែជារបបបណ្ដោះអាសន្ននិងមិនអាចយកមកធ្វើជាខ្សែបន្ទាត់ព្រំដែនស្របទៅតាមច្បាប់បានឡើយគឺមានតែច្បាប់អន្តរជាតិតែមួយគត់និងមានតែផែនទីខ្នាត1លើ200,000តែមួយគត់ទើបអាចដោះស្រាយបញ្ហាបើទាំងអស់នេះបាននឹងគឺជាឧបសម្ព័ន្ធសម្រាប់កំណត់ខ្សែបន្ទាត់ព្រំដែនបានដោយចំណព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា